នេះគឺជាសកម្មភាពត្រួតត្រាសកាលពីម្សិលមិញនៅហាងដុកទ័រម៉ូតូគឺថ្ងៃអាទិត្យទី24ខែឧសភាឆ្នាំ2026ម្សិលមិញនេះអតិថិជនច្រើនមែនទែនតាំងពីព្រលឹមតែម្ដងនិយាយរួមទៅញ៉ាំអាហារពេលព្រឹករួចគឺអតិថិជនបន្តជាប់រហូតដល់យប់អញ្ចឹងដូចនេះការងារពេលព្រឹកឡើងគឺអតិថិជនច្រើនកកលើផ្លូវ430ក៏ច្រើនលើផ្លូវ185ក៏ច្រើនខ្ញុំបាទតាំងនាមជួសមុខឲ្យក្រុមការងារទាំងអស់របស់ហាងដុកទ័រម៉ូតូពិតជាអរគុណខ្លាំងបំផុតសម្រាប់អតិថិជនទាំងអស់គ្នាដែលតែងតែពេញចិត្តគ្រប់សេវាកម្មនៅហាងដុកទ័រម៉ូតូហើយយើងខ្ញុំក៏មិនដែលភ្លេចដែរនៅការសូមអធិស្ឋានអភ័យទោសពីសំណាក់អតិថិជនទាំងអស់គ្នាប្រសិនបើយើងខ្ញុំមានកំហុសណាមួយដោយអចេតនាពួកពេលខ្លះនៅពេលដែលអតិថិជនច្រើនខ្លាំងការទទួលស្វាគមន៍អតិថិជនពេលខ្លះក៏នៅមានកម្រិតមិនបានដល់គ្រប់គ្នាយ៉ាងណាមិញមិនបាននិយាយលេងមិនបានរាក់ទាក់ជាមួយខ្លាំងពេកក៏សូមអធិស្ឋានអភ័យទោសពីសំណាក់អតិថិជនជាពិសេសសម្រាប់បងប្អូនដែលចង់ប្រញាប់ហើយយើងខ្ញុំធ្វើប្រញាប់តាមអត់តាន់ដោយសារពេលខ្លះទៅអតិថិជនគាត់អញ្ជើញមកមុនអញ្ចឹងកាលណាមកមុនគឺធ្វើជូនគាត់មុនអ្នកមកក្រោយធ្វើតាមក្រោយហើយបងប្អូនខ្លះទៀតអត់អញ្ចឹងទេគាត់មកក្រោយតែចង់បានមុនអញ្ចឹងក៏មិនអាចបំពេញបំណងបងប្អូនបានគ្រប់គ្រាន់ដែរក៏ប៉ុន្តែយើងខ្ញុំពិតជាព្យាយាមមែនទែននៅក្នុងការបំពេញឲ្យគ្រប់ជ្រុងជ្រោយទៅតាមអ្វីដែលបងប្អូនត្រូវការក៏ប៉ុន្តែដោយបានបញ្ជាក់ជូនអញ្ចឹងបើសិនបងប្អូនទាំងអស់គ្នាចង់ទទួលសេវាកម្មលឿនរហ័សទាន់ចិត្តគឺបងប្អូនអាចអញ្ជើញមកពេលព្រឹកបានម្សិលមិញនេះគឺដល់យប់មេឃភ្លៀងក៏អតិថិជនច្រើនរហូតដល់យប់តែម្ដងជាថ្មីម្ដងទៀតយើងខ្ញុំពិតជាអរគុណខ្លាំងបំផុតចេញពីដួងចិត្តសម្រាប់ការគាំទ្រគ្រប់សេវាកម្មនៅហាងដុកទ័រម៉ូតូហើយបញ្ចប់វគ្គចុងក្រោយម្សិលមិញនេះក្រុមការងារក៏បានទៅជុំគ្នាញ៉ាំប៉ៅម្ដងគេថាធ្វើការជុំគ្នាយើងត្រូវតែប៉ៅជុំគ្នារីករាយជាមួយនឹងការងារទើបជីវិតរីកចម្រើន